រដ្ឋលើកលែងពន្ធចំណេញមូលធនប៉ុន្តែពន្ធបន្ថែមត្រាគឺនៅតែយកដដែលខ្ញុំឃើញមានអ្នកមួយចំនួនគាត់ចូលច្រឡំរវាងពន្ធទាំងពីរហ្នឹងគិតថាគេលែងយកពន្ធបន្ថែមត្រាឬមួយក៏ច្រឡំពន្ធពីរហ្នឹងគឺដូចគ្នាតាមពិតពន្ធពីរហ្នឹងគឺជាពន្ធពីរផ្សេងគ្នាពន្ធចំណេញមូលធនគឺគេយកនៅពេលដែលយើងលក់ទ្រព្យអចលនវត្ថុឬមួយក៏អីផ្សេងហ្នឹងចំណេញបន្ទាប់មកគេយក20%នៃប្រាក់ចំណេញហ្នឹងហើយបើក្នុងករណីអត់មានឯកសារយកហ្នឹងគឺមានវិធីកណនីឡាំសាមយកតែហ្មងប៉ុន្តែបើពន្ធបន្ថាប់ត្រាវិញគឺនៅតែយកធម្មតាព្រោះអាហ្នឹងគឺជាការអនុវត្តលើការផ្ទេរកម្មសិទ្ធិអញ្ចឹងនៅពេលដែលយើងលក់ផ្ទះឬក៏ទ្រព្យដីអីហ្នឹងឲ្យតាណាម្នាក់គឺយើងត្រូវតែជាប់ពន្ធផ្ទេរកម្មសិទ្ធិហ្នឹងហើយពន្ធផ្ទេរកម្មសិទ្ធិលើអចលនវត្ថុគឺគេគិត 4% ហើយ 4% គឺអាស្រ័យទៅលើតម្លៃដីអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាចង់ដឹងថាតម្លៃដីរបស់អ្នកទាំងអស់គ្នាអស់ប្រមាណដូចមានការសួរជាច្រើនមែនតើនៅក្នុងវីដេអូមុនដែលខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងការលើកលែងពន្ធមូលធនចំណេញមូលធនហ្នឹងវាពិបាកឆ្លើយដោយសារអីគេទីតាំងមួយតែងតែមានតម្លៃគិតពន្ធហ្នឹងខុសៗគ្នានៅភ្នំពេញផ្សេងនៅតាមផ្លូវមនីវងផ្សេងផ្លូវ310ផ្សេងតំបន់ខណ្ឌផ្សេងគឺតែងតែមានបារ៉ែនពន្ធផ្សេងគ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងពីតម្លៃពន្ធអ្នកទាំងអស់គ្នាថាអាចនឹងបង់អស់ប្រមាណនៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារក៏គេមានបកស្រាយពីវិធីគណនាដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅមើលហើយខ្ញុំនឹងដាក់ link ពាក់ព័ន្ធជាមួយនឹងការទៅ download ឯកសារយោងក្នុងការមើលពីវិធីគណនាពន្ធហ្នឹងនៅក្នុង comment ចឹងអ្នកទាំងអស់គ្នាអាចទៅមើលខ្លួនឯងបានព្រោះថាដូចខ្ញុំនិយាយចឹងវាពិបាកឆ្លើយថាតម្លៃនៃការកាត់ពន្ធអស់ប្រមាណណាផ្ទះទំហំផ្សេងគ្នាការគិតពន្ធក៏ផ្សេងគ្នាផ្ទះច្រើនជាន់ក៏ការគិតពន្ធផ្សេងគ្នាហើយបើសិនជាតំបន់ផ្លូវតូចផ្លូវធំជាយក្រុងឬក៏តាមខេត្តក៏មានការគណនាពន្ធខុសៗគ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងគួរតែទៅឆែកមើលក្នុងគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារឬមួយក៏សួរអ្នកជំនាញតែម្ដងទៅដើម្បីឲ្យដឹងថាតើតម្លៃពន្ធដែលយើងត្រូវកាត់ហ្នឹងអស់ប្រហែលប៉ុន្មាន